ដូច្នេះសម្រាប់កូនដូងបងអាចប្រើប្រាស់101បានគ្រប់ពេលវេលាជាពិសេសគឺនៅពេលដែលកូនដូងរបស់បងដុះលូតលាស់មិនសូវលឿនមិនសូវល្អមិនសមស្របតាមអ្វីដែលបងគិតថាវាដុះយឺតវាមិនពេញចិត្តបងបាទអញ្ចឹងយើងអាចបាញ់បានបាទនេះជាសំណួររបស់អតិថិជនប្តីអូនសាបាញ់កូនដូងបានឬអត់បងពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផល101សញ្ញាក្បាលសឹងបាទពិតជាបានជាទូទៅដំណាំដូងមិនថាតូចឬក៏ធំទេហើយជីបំពន់101សញ្ញាក្បាលសឹងក៏មិនរើសប្រភេទដំណាំឬក៏អាយុដំណាំដែរបាទបងប្អូនយើងអាចប្រើបានគ្រប់ពេលវេលាពិសេសគឺដំណាំនៅតូចដើម្បីឲ្យវាដុះលូតលាស់ល្អមិនក្រិនសមស្របទៅតាមអាយុកាលរបស់វាបាទដូច្នេះសម្រាប់កូនដូងបងអាចប្រើប្រាស់101បានគ្រប់ពេលវេលាជាពិសេសគឺនៅពេលដែលកូនដូងរបស់បងដុះលូតលាស់មិនសូវលឿនមិនសូវល្អមិនសមស្របតាមអ្វីដែលបងគិតថាវាដុះយឺតវាមិនពេញចិត្តបងបាទអញ្ចឹងយើងអាចបាញ់បានហើយជាទូទៅ101យើងអាចយក 5cc លាយជាមួយទឹក20ទៅ25លីត្របាញ់ទៅលើកូនដូងរៀងរាល់កន្លះខែទៅ1ខែម្ដងបាទអញ្ចឹងបងអាចបាញ់វារយៈពេលប្រហាក់ប្រហែលនឹងកន្លះឆ្នាំទៅ1ឆ្នាំទៅដំណាំបងទៀងតែដុះលូតលាស់ល្អពេញចិត្ត